សួស្តីអ្នកនរគ្នាចូលជាមួយមីននៅភាគទី14នេះណាហើយអ្នកទាំងអស់គ្នាមានចុច subscribe មីននៅបើនៅទេកុំភ្លេចចូលចុច subscribe ឲ្យមីនម្នាក់មួយមិនណាអញ្ចឹងក៏មកថាពេលយូរយើងបន្តសាច់រឿងយើងទាំងអស់គ្នាបន្តមកថ្ងៃស្អែកក៏មកដល់សៅយន់យើងក៏មើលទៅស្រស់ស្រាយជាងមុនដែរសៅយន់ណាក៏មកសួរហ្វឹងជូទៅមកយាយតែគេជាប់អត់ហ្វឹងជូក៏ប្រាប់ទៅនាងធ្លាក់ទៀតដែរសៅយន់ណាក៏សួរទៅហេតុអីខ្ញុំមកបានធ្វើតាមទិញដីនៃការកសក់ហ្នឹងឯតាហេតុអីបានជាខ្ញុំមកនៅតែមិនជាប់អញ្ចឹងហ្វឹងជូក៏បានឲ្យកដាលលទ្ធផលទៅសៅយន់យើងមើលខ្លួនឯងទៅហើយក៏បានប្រាប់សៅយន់យើងថានេះគឺជាច្បាប់នៅក្នុងហាងសាឡនរបស់យើងហើយមន្ត្រីកែលម្អនេះត្រូវបានទទួលស្គាល់នឹងឯកភាពគ្នាហើយហេតុអីបានជានាងមិនព្យាយាមធ្វើអ្វីផ្សេងទៀតទៅសៅយន់ក៏ប្រាប់ទៅនៅក្នុងនេះគេដាក់ថាពួកគេគាត់អន់ចិត្តនឹងខ្ញុំតិចហ្នឹងហើយខ្ញុំមកគាត់តែកសពួកគេតែប៉ុណ្ណោះអញ្ចឹងខ្ញុំមកធ្វើឲ្យទៀតខ្ញុំគិតថាពួកគេធ្វើអញ្ចឹងកំពុងតែរករឿងខ្ញុំហីហ្វុងឈូក៏សួរទៅតាមមានណាគេចឹងហៅមួយឯងហេតុអីក៏ឯងគិតច្រើនម៉េចសៅយន់ក៏តបទៅតកែឯងហ្នឹងហើយដែលគិតច្រើនណហ្វុងឈូក៏សួរទៅអញ្ចឹងហេតុអីពួកគេចង់ហៅរឿងជាមួយឯងហ្វុងឈូក៏បន្តទៀតទៅសៅយន់ណាតាមពិតដល់80%នៃកូនជាងដែលចូលរួមក្នុងវគ្គនេះអាចជាប់ការបង្ហាត់មួយនេះក្នុងសប្តាហ៍ដំបូងហើយបើនៅក្នុងសប្តាហ៍ទី2គឺភាគច្រើនណាស់ដែលពួកគេជាប់តែបើពួកគេទាំងនោះមិនជាប់នៅក្នុងសប្តាហ៍ទី3ខ្ញុំមិននឹងដេញពួកគេចេញហើយចំពោះឯងវិញឈីលៀណាជាអ្នកជួយឯងមកចឹងខ្ញុំមិនអាចដេញចេញបានទេសៅយន់ណាក៏ប្រាប់ទៅប៉ុន្តែខ្ញុំនឹងមិនឈប់ធ្វើវាទេហើយខ្ញុំមិននឹងធ្វើវាដើម្បីឲ្យលោកដឹងថាគ្រប់គ្នាអាចធ្វើវាបានចឹងខ្ញុំក៏អាចធ្វើវាបានដែរតែបើសប្តាហ៍ក្រោយហ្នឹងខ្ញុំមកជាប់តែកែមិនចាំបាច់ដេញខ្ញុំទេខ្ញុំមិននឹងដើរចេញខ្លួនឯងនេះរសៅយន់យើងក៏ដើរចេញទៅហើយហ្វឹងឈួរក៏បានប្រាប់ទៅឲ្យចាំពាក្យហ្នឹងទុកផងតែមកសៅយន់យើងក៏មកឆៃមើលនៅលើអ៊ីនធឺណិតធ្វើមកយ៉ាងដើម្បីបង្កើនមិត្តភាពនៅកន្លែងធ្វើការក្រោយពីសួរហើយសៅយន់យើងក៏ចាប់ដើមអនុវត្តតាមអ្វីដែលនាងបានអានហ្នឹងដោយសៅយន់យើងចាញ់អនុវត្តច្បាប់ទី1គឺត្រូវមានទំនាក់ទំនងល្អជាមួយនឹងមិត្តរួមការងារដោយធ្វើមកយ៉ាងឲ្យការងាររបស់នាងកាន់តែលេចធ្លោហើយគ្រប់គ្នានឹងទទួលស្គាល់សមត្ថភាពដែលនាងមានសៅយន់យើងក៏ចាប់ដើមពឹងផ្អែកធ្វើការងាររបស់នាងសៅយន់កំពុងតែជួយសុខហ្នឹងហើយឡើងក៏ដើរមកហើយនាងក៏ដួលនៅលើក្រោហ្នឹងទៅបន្ទាប់មកខេក៏ដើរមកទៀតហើយនាងក៏ដួលដែរសៅយន់យើងគឺនាងមានចេតនាធ្វើឲ្យពួកគេទាំងពីរនាក់ហ្នឹងដួលចឹងជំហានទី1របស់សៅយន់យើងfail ហើយចឹងចូលមកដល់ជំហានទី2វិញម្ដងគឺត្រូវចេះជួយអ្នកដទៃសៅយន់មើលទៅ Helen រៀងវល់ដែរហើយក៏ទៅសួរ Helen ទៅតើមានអីឲ្យនាងជួយអត់ Helen ក៏ប្រាប់ទៅឲ្យសៅយន់យើងជួយយកប្រដាប់មូសបន្ថែមទៀតមកហើយសៅយន់យើងក៏ប្រាប់ទៅក៏បញ្ហាហើយគេក៏ដើរទៅយកមកប៉ុន្តែរបស់ដែលយកមកហ្នឹងគឺមិនដូចអ្វីដែល Helen ចង់បានទេ Helen ក៏សួរទៅតើនាងស្គាល់កំណត់មូសមានរូបរាងបែបម៉េចទេអីចឹងនាងចាញ់ទៅគាត់ទៅលើចឹងហើយសៅយន់យើងរៀងអន់ចិត្តដែរហ្នឹងហើយក៏ដើរចេញទៅចឹងជំហានទី2របស់សៅយន់គឺ fail ទៀតហើយបន្ទាប់មកសៅយន់ឃើញពួកគេកំពុងជុំគ្នានិយាយដើមគេចឹងណាហើយវាក៏ជាជំហានទី3របស់សៅយន់យើងដែរដែលជុំគ្នានិយាយពីរឿងអីមួយសៅយន់យើងក៏ដើរចូលទៅដើម្បីចង់ស្ដាប់និងចង់និយាយជាមួយពួកគេដែរសៅយន់ក៏សួរទៅកាន់ពួកគេទៅតើកំពុងនិយាយពីរឿងអីហ្នឹងនាងពិតជាចង់ដឹងឆាប់និយាយមកមានអីសៅយន់យើងមិនទាន់បានស្ដាប់ផងហ្នឹងHelen ក៏បានដើរមកដោយសារពួកគេអត់មានការងារធ្វើទេអីបានជាមកជុំគ្នាហ្នឹងគាត់នៅលើចឹងហើយពួកគេក៏នាំគ្នារត់ទៅធ្វើការរៀងៗខ្លួនចំណែកសៅយន់យើងវិញដឹងទៅណាចឹងជំហានទី3របស់សៅយន់យើងគឺ fail ទៀតហើយបន្ទាប់មកក៏ដល់មកញ៉ាំបាយដែរហើយពួកគេបានញ៉ាំបាយជុំគ្នាចំណែកសៅយន់យើងវិញកំពុងតែអង្គុយញ៉ាំបាយតែម្នាក់ឯងសៅយន់ក៏នឹកឃើញរួយដែលជាមិត្តភក្តិរបស់នាងហ្នឹងក៏ធ្លាប់ធ្វើអញ្ចឹងដែរសៅយន់ក៏ឆ្ងល់ថាតើនាងធ្វើវាបានមកយើពេលនោះសៅយន់យើងក៏នឹកឃើញថាចុះបើយើងទិញកាហ្វេឲ្យពួកគេមិនដែរហើយសៅយន់ក៏បានយកលុយនៅក្នុងហោប៉ៅរបស់នាងមករាប់មើលប៉ុន្តែលុយរបស់នាងគឺអត់ទាន់គ្រប់ទេលុយរបស់សៅយន់គឺមានតែ174 yen តែប៉ុណ្ណោះហើយទោះបីជាលុយរបស់សៅយន់មិនគ្រប់ក៏ដោយក៏នាងនៅតែទិញកាហ្វេឲ្យពួកគេដែរអ្វីដែលសំខាន់គឺសៅយន់យើងជាប់នៅវគ្គហ្វឹកហាត់មួយនេះនៅពេលដែលសៅយន់ទិញកាហ្វេហើយរៀបយកឲ្យពួកគេហ្នឹងសៅតែលើពួកគេនិយាយពីនាងដល់ពួកគេបាននិយាយថាដោយសារសៅយន់ហ្នឹងហើយបានជាចង្វាយរបស់ពួកគេស្ដីគេមិនហ្នឹងនៅហ្វឹងនេះនាងបាននិយាយថាសូមឲ្យសៅយន់យើងធ្លាក់ម្ដងទៀតទៅអ្នកផ្សេងក៏និយាយទៀតថាសៅយន់យើងនៅទីនេះបានដោយសារតែនាងជាមិត្តភក្តិរបស់តកែឯងហើយសូម្បីតែការងារកក់សក់ក៏នាងធ្វើមិនបានដែរហើយនាងប្រហែលជាកុហកឯងដែលនាងទៅរៀនតយហ្នឹងគាត់ទៅលើចឹងហើយសៅយន់យើងក៏គិតថាពួកនាងហ៊ានលួចនិយាយដើមខ្ញុំនៅខាងក្រោយផងហើយកុំសង្ឃឹមថាបានផឹកកាហ្វេរបស់យើងនាងប្រាប់ខ្លួនឯងថាចឹងសៅយន់ទៅតាមគង់ខ្វាយខ្វល់ជាមួយនឹងពួកគេអីតែទៅពេលនោះខែក៏បាននិយាយថាតាមពិតទៅនាងក៏អាចទៅនិយាយមួយតកែបានដែរព្រោះមើលទៅពួកគេសស្នានឹងគ្នាហើយការបូនហ្នឹងវាមិនបែកលើ system តែមួយទេតកែក៏អាចឲ្យនាងជាប់បានដែរហើយខ្ញុំក៏ដឹងថាហេតុអីបានជានាងមករំខានពួកយើងដែរគាត់ទៅលើចឹងហើយសៅយន់យើងក៏គិតថាល្អចិនហ្វឹងជូសូម្បីតែលោកក៏លេងល្បីដាក់ខ្ញុំដែរសៅយន់ក៏បានទៅរកហ្វឹងជូហើយគេក៏បានយកកៅកាហ្វេហ្នឹងអុកនៅលើតុហ្វឹងជូកំពុងតែគេងហ្នឹងហ្វឹងជូក៏អត់មើលថាវាជាអីគេក៏សួរទៅតើនេះមានន័យថាម៉េចសៅយន់ក៏សួរទៅតកែតើលោកឆ្លើយតបជាមួយខ្ញុំបានអត់តើការកោសរបស់ខ្ញុំវាមិនល្អតង់ណាហ្វឹងជូក៏ប្រាប់ទៅវាមិនល្អទេព្រោះនាងធ្វើដូចជាខែហើយនឹងអ្នកផ្សេងទៀតអញ្ចឹងប៉ុន្តែមនុស្សដែលនាងទៅបង្ហាញ
នោះវាមិនជាខ្ញុំទេសើយន់ក៏ប្រាប់ទៅប៉ុន្តែតកែគឺជាអ្នកសម្រេចចិត្តនៅលើការបូតមួយហ្នឹងហ្វឹងឈួរក៏ប្រាប់ទៅឯងពិតជាដឹងការពិតលឿនមែនសើយន់ក៏បន្តទៀតទៅលោកក៏ដឹងដែរថាជំនាញនៃការកត់សរបស់ខ្ញុំវាទៅតាមស្តង់ដារហើយឥឡូវហ្នឹងខ្ញុំក៏អាចទៅកត់សឲ្យភ្ញៀវបានដែរខ្ញុំដឹងថាពួកគេមិនចូលចិត្តខ្ញុំហើយដែរបានជាធ្វើឲ្យខ្ញុំពិបាកម៉េចឬមួយលោកនៅក្រុមជាមួយពួកគេដែរហើយខ្ញុំសារភាពការកត់សហ្នឹងវាទាមទារឲ្យមានជំនាញមែនហើយខ្ញុំព្យាយាមធ្វើវាបានល្អហើយហើយដែរបានជាតកែធ្វើឲ្យខ្ញុំទៅតាមតពួកគេទើបលោកពេញចិត្តមែនហ្វឹងឈួរក៏បានប្រាប់ទៅសើយន់ទោះបីជាខ្ញុំហើយនិងស៊ីលីណាគឺជាមិត្តភក្តិនឹងគ្នាមែននៅពេលដែលដល់ម៉ោងការងារគឺខ្ញុំចង់ប៉ាមនោចេតនាសើយន់ក៏ប្រាប់ទៅខ្ញុំក៏មិនសុំឲ្យលោកប៉ាមនោចេតនាដែរហ្វឹងឈួរក៏តបទៅអ្វីដែលខ្ញុំធ្វើហ្នឹងហើយដែលខ្ញុំប៉ាវីហើយគេក៏ប្រាប់សើយន់យើងឲ្យទៅជែកចិត្តសិននៅបើសិនបើឯងចង់ឲ្យខ្ញុំសម្រាប់ចិត្តក្នុងនាមជា manager វាមិនអាចទៅរួចទេព្រោះឯ manager មួយនេះស្តង់ដាររបស់ខ្ញុំតែមានកម្រិតខ្ពស់ហើយបើឯងចង់ខ្ញុំទទួលស្គាល់នឹងជំនាញរបស់ឯងឥឡូវនេះឯងមិនទាន់ធ្វើបានល្អនៅឡើយទេហើយក្នុងនាមខ្ញុំជា manager អ្វីដែលមិនល្អគឺខ្ញុំមិនទទួលស្គាល់ទេលោកថាតែឯងធ្វើអ្វីមួយឲ្យខ្ញុំពេញចិត្តសើយន់ក៏សួរទៅចឹងខ្ញុំគួរធ្វើម៉េចដើម្បីឲ្យលោកពេញចិត្តហ្វឹងឈួរក៏ប្រាប់ទៅវាអាស្រ័យទៅលើឯងទេហើយខ្ញុំនឹងចាំមើលតមកហ្វឹងឈួរក៏បានយកកាហ្វេរបស់សើយន់ហើយក៏អរគុណរួចក៏ដើរចេញទៅចំណែកសើយន់យើងវិញឈរគិតពីអ្វីដែលហ្វឹងឈួរចង់បានបន្ទាប់មកសើយន់យើងក៏នឹកឃើញវិធីមួយហើយចឹងសៀវយើងគឺមានតែប៉ុណ្្នឹងឯងអ្នកទាំងអស់គ្នាកុំភ្លេចជួយចុច subscribe ឲ្យមានអ្នកមួយមកណា